រឿងយោធាថៃវាប្រហារដោយអាវុធធុនធ្ងន់លើប្រាសាទព្រះវិហារត្រូវបានកម្ពុជាប្រាប់ទៅប្រតិភូមកពីជាង150ប្រទេសចំពោះមុខគណៈប្រតិភូមកពីជាង150ប្រទេសតំណាងកម្ពុជាប្រាប់ទៅសហគមន៍អន្តរជាតិថានៅក្នុងចំនួនព្រំដែនកម្ពុជាថៃយោធាថៃនៅតែបន្តការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កូមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិលើប្រាសាទព្រះវិហារឯកឧត្តមសុយារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានប្រាប់សហគមន៍អន្តរជាតិថាករណីប្រាសាទព្រះវិហារទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ក៏ដោយសារចំនួនព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កូមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរឯកឧត្តមសុយារ៉ាថ្លែងដូចនេះធ្វើក្នុងសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាពMondai Call 2025ប្រព្រឹត្តទៅនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដែលមានការចូលរួមពីគណៈប្រតិភូជាង150ប្រទេស